ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកដឹងពីអត្ថន័យចាចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នដែលរៀបរាប់ដោយបងប្រុសដែលជាមគ្គុទ្ទេសក៍ទេសចរនៅប្រាសាទបាយ័នផ្ទាល់តែម្ដងចាសូមអញ្ជើញយល់ដឹងទាំងអស់គ្នាមានព្រះវត្តមានរបស់ទ្រង់តែបាត់ប្រកេះបាត់ហើយនៅលើនោះអូលើនោះបាទបងចំណាំក្នុងនាមជាខ្សាច់ទៀតដែលឆ្លាក់ក្រោមទេគេឆ្លាក់នៅលើគេបងហើយនឹងអេស័យគេសាក់ហើយរាជគ្រូបាត់ទ្រង់នេះមានគោបងឃើញគោហ្នឹងហើយអានឹងគឺចង់និយាយអំពីលទ្ធិនៃព្រហ្មញ្ញសាសនានិកាយអង្គព្រះឥសូរយានបាទនន្ទិនណាក៏អញ្ចឹងបាននិយាយគេអត់ញ៉ាំសាច់គោទេណាហ្នឹងហើយក្នុងកម្មវិធីនេះគេហៅប្រពៃពិធីបូជាយញ្ញហ្នឹងគេមានអាចារ្យទិសាប្រមោហើយមានបព្វជិតអ្នកបួសក្នុងព្រហ្មញ្ញសាសនាណាមានអានកម្ពីត្រៃវេទត្រៃសូត្រត្រៃដានៅខាងលើណានឹងបព្វជិតណានៅកម្ពីហើយរួចហើយបានគេសម្លាប់សត្វប្របីនេះជាដងបាយចង្កាលគេអុតប្រកេកទេសំងាយនោះភូមិភាផាខាងសានណាមានស្រុតនគិរីមណ្ឌលគិរីហើយមានតិចណាសម្ងាយគេបាទគេអ្នកបង្អប់ចិត្តថាម៉េចកាប់3ផឹកស្រាកម្មពិតលទ្ធិគេទេនេះគេបង្អាប់ណាចាកម្មពិតគេធ្វើនោះហើយសម្ងាយគឺថាពីភូមិគេប្រពជាមួយគ្នាចង្ការ5ឆ្នាំគេធ្វើម្ដងព្រោះខ្ញុំជួបផ្ទាល់កាទៅ8ឆ្នាំអាចទៅដល់តាមទុនធានទៅធ្វើរាល់ឆ្នាំទេអត់ទេតែបើមានភូមិខ្លះស្ទើរតែរាល់ឆ្នាំដោយសារតែទុនធានគាត់នោះសម្បូរចាពុកម៉ែបងប្អូនចាផ្ទាំងចម្លាក់ដែលនិយាយអំពីការធ្វើប្រារព្ធពិធីនៅសាសនាព្រហ្មញ្ញសាសនាក៏ឈានមកដល់ទីបញ្ចប់ដែរដែលបង្ហាញទៅដោយបងប្រុសដែលជាមគ្គុទ្ទេសក៍ទេសចរនៅប្រចាំការនៅប្រាសាទបាយ័នផ្ទាល់តែម្ដងចាពុកម៉ែបងប្អូនមានឱកាសបានមកទស្សនាប្រាសាទបាយ័នកុំភ្លេចទស្សនានៅចម្លាក់នៅលើជញ្ជាំងផងចាអាចឲ្យបងដែលជាមគ្គុទ្ទេសក៍ទេសចរគាត់ពន្យល់ណែនាំគឺយើងកាន់តែច្បាស់តាក់ទងទៅនឹងចម្លាក់នៅលើជញ្ជាំងនីមួយចានៅជញ្ជាំងនីមួយសុទ្ធតែរៀបរាប់នៅព្រឹត្តិការណ៍ចាពីសម័យដើមដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងចាពិតជាគួរឲ្យស្ញើចសើរនៅបុព្វបុរសខ្មែរយើងមែនទែនចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណដែលចំណាយពេលវេលាដ៏មានតម្លៃចាទស្សនារាល់វីដេអូរបស់នាងខ្ញុំជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាកុំភ្លេចមកទស្សនារាល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះក៏សូមអរគុណចាសូមជម្រាបលា